សកម្មភាពធ្វើទុកបុកម្នេញដល់ពាណិជ្ជកម្មតាមដែនសមុទ្ររបស់រុស្ស៊ីពីសំណាក់បណ្ដាប្រទេសលោកខាងលិចកំពុងធ្វើឲ្យប្រមុខវិមានក្រំឡាំងវ្លាឌីមៀពូទីនក្តៅស្លឹកត្រចៀកដោយឥឡូវនេះលោកគម្រាមហើយថាទីក្រុងមូស្គូនឹងសងសឹកវិញចំពោះប្រទេសលោកសេរីដែលរឹបអូសកប៉ាល់រុស្ស៊ីបង្ហាញការអត់ទ្រាំនឹងសកម្មភាពដដែលៗនៅដែនសមុទ្រអន្តរជាតិលោកពូទីនបាននិយាយខ្លាំងៗក្នុងកិច្ចប្រជុំជាមួយក្រុមមេបញ្ជាការកងទ័ពជើងទឹកប៉ាស៊ីហ្វិកកាលពីថ្ងៃពុធទី12ខែសីហា2026ថាទីក្រុងមូស្គូនឹងចាត់វិធានការចាំបាច់ដើម្បីសងសឹកទៅនឹងការដែលយោធាប្រចាំប្រទេសរឹបអូសយកកប៉ាល់ដឹកពាណិជ្ជកម្មស៊ីវិលរុស្ស៊ីក្នុងទ្វីបអឺរ៉ុបដោយប្រើលេសថាទាំងនោះជាកប៉ាល់ស្រមោលដែលគេចវេសពីទណ្ឌកម្មអន្តរជាតិជួយផ្ដល់ប្រភពចំណូលដល់រដ្ឋាភិបាលទីក្រុងមូស្គូលោកពូទីនប្រមានថាជាការតបតទីក្រុងមូស្គូក៏នឹងរឹបអូសដូចគ្នានៅកប៉ាល់ទាំងឡាយណាដែលដឹកទំនិញលោកខាងលិចតាមសម្ដីលោកពូទីនដែលដកស្រង់ចេញផ្សាយដោយទូរទស្សន៍ RT ប្រទេសមួយចំនួនកំពុងរំលោភច្បាប់សមុទ្រដោយព្យាយាមរឹតបន្តឹងការធ្វើដំណើរស៊ីវិលរបស់ពាណិជ្ជកររុស្ស៊ីហើយថ្មីនេះពួកគេថែមទាំងបង្ហាញបំណងរឹបអូសកប៉ាល់រុស្ស៊ីនិងដេញថ្លៃលក់ទ្រព្យសម្បត្តិដែលគេប្លន់បានថែមទៀតផងសកម្មភាពបែបនេះគឺមិនខុសអំពីអំពើចោរសមុទ្រនិងអំពើចោរកម្មនោះឡើយលោកប្រមានថាប្រសិនបើគេយកគោលការណ៍នយោបាយបែបនេះទៅអនុវត្តជាក់ស្ដែងមែននោះយើងគ្មានអ្វីក្រៅពីការបង្ខំចិត្តចាត់វិធានការឆ្លើយតបបកទៅវិញដូចគ្នាវិញនោះទេហើយនឹងធ្វើនៅគ្រប់កន្លែងតាមចិត្តចង់តែម្ដងមិនចាំបាច់ធ្វើឡើងនៅកន្លែងដែលកប៉ាល់របស់យើងត្រូវគេវាយឆ្មក់នោះទេសូមជម្រាបថាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះកប៉ាល់ដឹកទំនិញនិងនាវាពាណិជ្ជកម្មស៊ីវិលរបស់រុស្ស៊ីជាច្រើនគ្រឿងត្រូវរងការវាយប្រហារស្ទាក់ចាប់និងរឹបអូសជាបន្តបន្ទាប់ទាំងក្នុងតំបន់សមុទ្រខ្មៅនិងដោយអាជ្ញាធរនៃបណ្ដាប្រទេសអឺរ៉ុបក្នុងនោះមានអង់គ្លេសនិងបារាំងចេញមុខចេញមាត់ជាងគេដោយប្រទេសទាំងនេះបានបើកប្រតិបត្តិការស្ទាក់ចាប់ជាច្រើនលើកព្រមទាំងឃុំឃាំងនាវិកផងដែរមេដឹកនាំនៃសាធារណរដ្ឋឆេឆេនប្រកាសប្រាប់លោកវ្លាឌីមៀពូទីនប្រធានាធិបតីរុស្ស៊ីថាលោកលែងចង់បញ្ជូនកងទ័ពរបស់លោកគឺកងទ័ពឆេឆេនជួយកងទ័ពរុស្ស៊ីទៀតហើយលោករ៉ាសាំកាឌឺរ៉ាវដែលបញ្ជូនទ័ពប្រយុទ្ធស្មាជាមួយនឹងកងទ័ពរុស្ស៊ីរយៈពេល5ឆ្នាំមកនេះលោកបានថ្លែងដូចនេះត្រូវគេមើលឃើញថាលោកកំពុងតែមានចំណុចវិបត្តិប៉ះទង្គិចជាមួយនឹងលោកវ្លាឌីមៀពូទីនឬកំពុងមានវិបត្តិចំនួនជាមួយនឹងឧត្តមសេនីយ៍របស់រុស្ស៊ីឬក៏យ៉ាងហោចណាស់លោកមើលឃើញសង្គ្រាមអស់បន្លាយ5ឆ្នាំមកនេះរកទីបញ្ចប់គ្មានគឺមានតែស្លាប់ទ័ពរបស់លោករាប់ម៉ឺនអ្នកនោះគឺជារឿងដ៏អាម៉ាស់បំផុតមេទ័ពសាធារណរដ្ឋឆេឆេនរូបនេះហើយជាអ្នកផ្ដើមឲ្យមានសង្គ្រាមជាមួយនឹងវ្លាឌីមៀពូទីនលុកលុយប្រទេសអ៊ុយក្រែនហើយគាត់សច្ចាថាបញ្ជូនទ័ពរដ្ឋឆេឆេនរាប់ម៉ឺនអ្នកចូលជួយច្បាំងនឹងកងទ័ពរុស្ស៊ីការដែលមេទ័ពរបស់សាធារណរដ្ឋឆេឆេនថ្លែងថាលែងចង់បញ្ជូនទ័ពចូលជួយច្បាំងនឹងកងទ័ពរុស្ស៊ីនេះក៏គេមើលឃើញថាបរិះដល់កំណាចនេះភាគច្រើនគាត់តែងតែទាមទារឲ្យលោកវ្លាឌីមៀពូទីនប្រើអាវុធធុនធ្ងន់ដូចជាអាវុធនុយក្លេអ៊ែរបាញ់ទៅលើអ៊ុយក្រែនបើត្រូវបញ្ចប់សង្គ្រាមជាមួយនឹងជ័យជំនះរបស់រុស្ស៊ីនោះខាងក្រោមនេះគឺជាសេចក្តីប្រែសម្រួលបន្ថែមទៀតដល់ក្រុម 7 Info ដែលមានដូចតទៅនេះប្រមុខសាធារណរដ្ឋឆេឆិនបង្ហាញភាពស្មោះត្រង់ជូនលោកពូទីនក៏ប៉ុន្តែមិនចង់បញ្ជូនទ័ពជួយទៀតនោះទេកាឌីរ៉ូវប្រកែកមិនចង់ឲ្យប្រជាជនឆេឆិនលះបង់ខ្លួនសម្រាប់រុស្ស៊ីនោះទេតាមប្រភពជិតស្និទ្ធនឹងលោកតែលោកក៏ប្រើសង្គ្រាមដើម្បីបង្រួមអំណាចនិងបិទបាំងពីការយល់ឃើញថាលោកមិនអាចស្មោះត្រង់នឹងលោកពូទីនបានសន្ទរកថារបស់កាឌីរ៉ូវពោពេញដោយការវាយប្រហារទៅលើអ៊ុយក្រែនហើយប្រកាសបង្ហាញភាពស្មោះត្រង់ជូនលោកពូទីនដោយថាយើងរួចរាល់នៅក្នុងការរីកចម្រើនទៅកាន់ទិសដៅមួយដែលមានជាការធំជ្រើសរើសត្រូវបើកដំណើរការពិតប្រាកដដើម្បីអនុវត្តបេសកកម្មដ៏ខ្លាំងក្លាលោកប្រកាសដូចនេះនៅថ្ងៃទី18កក្កដាលោកក៏បានអះអាងថាឆេឆិនបានផ្ញើនៅទាហានជាង 7880 នាក់ទៅកាន់សង្គ្រាមដែលស្មើនឹង 9% នៃប្រជាជនបរោះនៅក្នុងសាធារណរដ្ឋនេះទៅហើយ
ហើយលោកថានេះគឺជាអត្រានៃការបញ្ជូនខ្ពស់បំផុតនៅក្នុងតំបន់រុស្ស៊ីយ៉ាងណាមីឌីโซណាដែលជាប្រព័ន្ធព័ត៌មានឯករាជ្យរបស់រុស្ស៊ីតាមដានការស្លាប់របស់ទាហានបានកត់ត្រាថាទាហានឈិនចិនមានត្រឹមតែ539នាក់តែប៉ុណ្ណោះថ្ងៃទី10កក្កដាហើយចិនមានភាគរយ 0.2% នៃការស្លាប់ទាហានរបស់ខ្លួននៅក្នុងប្រតិបត្តិការជាមួយនឹងរុស្ស៊ីមានជនជាតិជេឈិននេះតិចណាស់ដែលចង់ប្រយុទ្ធសម្រាប់រុស្ស៊ីបន្ទាប់ពីសង្គ្រាមដែលបានកើតឡើង2ដងយ៉ាងសាហាវក្នុងឆ្នាំ1994និង2009ប្រឆាំងនឹងសាធារណរដ្ឋកូកាសខាងជើងដែលធ្លាប់មានការបះបោរផងដែរហើយមានទាហានម្នាក់ដែលជិតស្និទ្ធនឹងមេដឹកនាំសាធារណរដ្ឋនេះថាមិនថាមូស្គូមានចំណាប់អារម្មណ៍អ្វីនឹងអ៊ុយក្រែនក៏ដោយទេសម្រាប់យើងគឺវាខុសគ្នាពីមុនខ្លាំងកាដារ៉ូបានអួតអះអាងថាទាហានរបស់លោកពូទីនគឺអាចជាជ័យចិនផងដែរហើយប្រភពមួយបានដឹងថាមេដឹកនាំឥឡូវនេះយល់ពីស្ថានភាពជាងមុនមិនចង់បោះបង់ប្រជាជនរបស់ខ្លួនសម្រាប់ពិភពរុស្ស៊ីឡើយជនជាតិជេឈិនមានហេតុផលពិសេសនៅក្នុងការប្រឆាំងនឹងសង្គ្រាមនេះបើតាម Economist រាយការណ៍ដោយប្រជាជនអាយុលើសពី35ឆ្នាំពួកគេជ្រើសរើសនៅការបំផ្ទុះគ្រាប់បែកនិងប្រតិបត្តិការសម្អាតដែលកងទ័ពរុស្ស៊ីបានធ្វើនៅក្នុងការរួមដំណើរក្នុងការប្រយុទ្ធនៅលើទឹកដីប៊ូឆាប៉ុន្តែនៅពេលដែលពួកគេបង្ហាញភាពស្មោះត្រង់ដល់លោកពូទីនក៏ផ្ដល់អំណាចឲ្យច្រើនជាងអភិបាលសាធារណរដ្ឋផ្សេងទៀតរបស់រុស្ស៊ីកាដារ៉ូបានទប់ស្កាត់ការជំរុញយោធាដែលបង្ខំពីសំណាក់ក្រុងមូស្គូហើយបង្ហាញថាលោកគឺជាបិតារបស់ឆេឈិនដែលការពារប្រជាជនលោកកាដារ៉ូក៏ត្រូវបានគេដឹងថាមានការប៉ុនប៉ងសម្រាប់រុកលោកផងដែរពីបញ្ជាការកងកម្លាំងជេឈិនដែលជាកងទ័ពពិសេសប្រយុទ្ធនៅអ៊ុយក្រែនដែលនោះគឺលោកអាប់ទីអាឡៅឌីណាវដែលលោកសង្ស័យថាមានផែនការប្រឆាំងនឹងលោកជាយូរណាស់មកហើយដោយបរិះរូបនេះធ្លាប់ជាអ្នករិះគន់លោកកាដារ៉ូថា1/4នៃអ្នកប្រយុទ្ធស្ថិតនៅក្នុងអង្គភាពគឺសុទ្ធសឹងតែជាជនជាតិឆេឈិនទាំងអស់ដែលលះបង់ហើយលោកបាននិយាយថាតែប្រាក់ចូលកាដារ៉ូមកពីទីក្រុងមូស្គូដែលលោកបានរិះគន់ថាលោកកាដារ៉ូបានទទួលយកនៅសង្គ្រាមជាឧបករណ៍បង្ខំមួយហើយបានយកមនុស្សដែលប្រព្រឹត្តបទល្មើសអ្នកដែលជាអ្នកទោសប្រឆាំងអ្នកដែលមានបញ្ហាស្រាលនិងមនុស្សស្រឡាញ់ភេទដូចគ្នាឲ្យបញ្ជូនទៅកាន់ប្រយុទ្ធក្នុងនោះមានការរាយការណ៍ថាមេប៉ូលីសស្រុកត្រូវបានបញ្ជាឲ្យស្វែងរកមនុស្ស25ទៅ50នាក់មួយខែហើយឲ្យចុះហត្ថលេខាលើកិច្ចសន្យាមួយជាមួយនឹងក្រសួងការពារជាតិរុស្ស៊ីដែលថាអាចនឹងទទួលបានទឹកប្រាក់ចន្លោះពី$3,000ទៅ$6,000មួយខែដូច្នេះហើយបានជាជនជាតិឆេឈិនខ្លះស្ម័គ្រចិត្តនៅក្នុងការចូលរួមសង្គ្រាមជាមួយនឹងរុស្ស៊ីអ៊ីយ៉ាឌូហ្សាម៉ាលូទីឌីណៅដែលបានចូលរួមនៅក្នុងការប្រយុទ្ធហើយបានរបួសនៅមារីយ៉ូប៉ូលបានត្រឡប់មកពីការប្រយុទ្ធវិញលោកថាលោកខាងលិចបានបង្កសង្គ្រាមនៅលើអ៊ុយក្រែននិងឆេឈិនហើយលោកក៏រលឹកឃើញអំពីសង្គ្រាមដែលធ្លាប់បានកើតមានកន្លងមកហើយនៅក្នុងសង្គ្រាមឆេឈិនលើកទី1ឪពុករបស់លោកបានចូលរួមជាមួយនឹងរុស្ស៊ីគេបានផ្ដល់នៅកំភ្លើងប្រយុទ្ធមួយឲ្យរុកលោកហើយបន្ទាប់មកលោកក៏បានពលីនៅក្នុងសង្គ្រាមនោះក៏មានការលើកឡើងថាក្រៅតែមានការប៉ុនប៉ងធ្វើអត្តឃាតនិងការបង្ហាញខ្លួនថាលោកគឺគួរជារដ្ឋបរិះមួយសម្រាប់ឆេឈិនមេដឹកនាំសាធារណរដ្ឋនឹងសង្គ្រាមនេះគឺត្រូវបានគេដឹងថាមានបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរមួយផងដែរដោយតាមប្រភពស៊ើបការសញ្ញារបស់អ៊ុយក្រែនបានដឹងថាលោកមានបញ្ហារ៉ាំរ៉ៃនៃសរសៃតម្រងនោមនិងរៀបចំនៅក្នុងការផ្ទេរអំណាចដ៏ធំមួយនៅពេលដែលស្ថានភាពនៃជំងឺរបស់លោកអាចនឹងមានការវិវត្តអាក្រក់ទៅមុខទៀតតែវាមានក្រុមឡាំងក៏បានស្វែងរកមនុស្សដើម្បីជំនួសកាដារ៉ូនេះផងដែរដូចជាម៉ាហ្គូមេតដូដាអាប់ទីអាឡូឌីណៅឬក៏កូនប្រុសច្បងរបស់កាដារ៉ូគឺអាម៉ាត់កាដារ៉ូដែលជាបេក្ខភាពឈានមុខគេមួយតែអ្វីនៅតែត្រូវបានគេដឹងថានឹងក្លាយទៅជាការសម្រេចចិត្តចុងក្រោយរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin តែប៉ុណ្ណោះសូមឲ្យដឹងថាកាដារ៉ូទើបតែអាយុ20ឆ្នាំប៉ុណ្ណោះក៏ប៉ុន្តែត្រូវបានឪពុកតែងតាំងឲ្យក្លាយជាអនុប្រធានបណ្ដោះអាសន្ននៃរដ្ឋាភិបាលសាធារណរដ្ឋមួយនេះហើយឥឡូវក៏មានតំណែងជារដ្ឋមន្ត្រីកីឡាផងដែរមានកូនប្រុសមួយទៀតឈ្មោះថាអាដាមកាដារ៉ូត្រូវបានលោកតែងតាំងក្នុងឆ្នាំ2023ជាប្រធានសន្តិសុខគេបានរាយការណ៍ថាកាដារ៉ូគ្រាន់តែសាច់ញាតិតែងតាំងរហូតដល់ទៅ96រូបនៅក្នុងតំណែងផ្លូវការរដ្ឋចាប់តាំងតែពីលោកគ្រប់គ្រងសាធារណរដ្ឋឆេឈិននេះនៅក្នុងឆ្នាំ2007មកមានការចាប់ប្រកាន់លើរុកលោកដែលដឹកនាំសាធារណរដ្ឋដូចជាការដឹកនាំអំណាចផ្ទាល់ខ្លួនក្នុងរយៈពេល3ទសវត្សរ៍ចុងក្រោយនេះ
ដោយគេដឹងថាលោកបានក្លាយទៅជាមេដឹកនាំជ័យឈិនដោយការតែងតាំងរបស់រដ្ឋាភិបាលវិមានក្រមឡាំងបន្ទាប់ពីសាធារណរដ្ឋនេះធ្លាក់នៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីនៅក្នុងការប្រយុទ្ធ10ឆ្នាំដើម្បីដណ្ដើមឯករាជ្យហើយក្រមសិទ្ធិមនុស្សក៏បានចោទប្រកាន់បរិះរុកនេះពីការរំលោភសិទ្ធិមនុស្សជាច្រើនដូចជាបង្ខំឲ្យគូប្រឆាំងបញ្ឈប់ការប្រឆាំងដោយការប្រើប្រាស់ហិង្សាការបំពាននិងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នាហើយលោកត្រូវបានគេរាយការណ៍ថាបង្កើននឹងការបាញ់សម្លាប់មនុស្សឆាយនៅក្នុងទឹកដីមួយនេះតែឆ្នាំ2021លោកបានបដិសេធនៅរបាយការណ៍របស់អង្គការសិទ្ធិមនុស្សនានារបស់សហរដ្ឋអាមេរិកអំពីការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការមេដឹកនាំជេឈិនលូកាដរ៉ូនេះត្រូវបានគេមើលឃើញថាជាដៃគូដ៏ជិតស្និទ្ធមួយនឹងលោកពូទីនហើយជាមនុស្សម្នាក់ដែលមានអំណាចនិងគួរឲ្យភ័យខ្លាចមួយដែរនៅមូស្គូបន្ទាប់ពីមានការបញ្ជូនកងកម្លាំងជួយរួមប្រយុទ្ធនៅក្នុងសមរភូមិជាក់ស្ដែងលើទឹកដីអ៊ុយក្រែនចិនក៏បានត្រឡប់ទទួលនៅការវាយប្រហារពីសំណាក់អ៊ុយក្រែនវិញចាប់ពីចុងឆ្នាំ2024មកនិងខ្លាំងក្លានៅចុងឆ្នាំ2025ដោយអ៊ុយក្រែនបានបើកការវាយប្រហារនៅខែតុលា2024តាមរយៈយន្តហោះគ្មានមនុស្សបើកទៅកាន់សាកលវិទ្យាល័យកងកម្លាំងរបស់រុស្ស៊ីនៅក្នុងទឹកដីឆេចិននោះនិងការវាយប្រហារថ្ងៃទី5ធ្នូឆ្នាំ2025ដោយយន្តហោះគ្មានមនុស្សបើកចូលទៅក្នុងទីក្រុងក្រូស្នីដែលគេស្គាល់ថាជារដ្ឋធានីនៃឆេចិននេះតែម្ដងដោយវាយប្រហារអគារខ្ពស់ដែលសង្ស័យថាជាទីតាំងរបស់រដ្ឋាភិបាលនៅក្នុងតំបន់និងការិយាល័យសន្តិសុខយោងតាមការចុះផ្សាយរបស់ក្រុមអ្នកស្រាវជ្រាវនិងវិភាគនយោបាយពិភាក្សាកិច្ចការសង្គ្រាមហៅកាត់ថាអូស៊ីនចុះផ្សាយឲ្យដឹងថានៅកំណាត់ផ្លូវមួយចំនួននៅទីក្រុងមូស្គូជារដ្ឋធានីដ៏ធំបំផុតនៃប្រទេសរុស្ស៊ីនៅខណៈនេះកំពុងតែផ្ទុះចលាចលដែលក្រុមយុវជនធ្វើការតវ៉ានៅលើកំណាត់ផ្លូវហើយបើតាមសេចក្តីរាយការណ៍មកថាធ្វើការតវ៉ារហូតដល់នៅតំបន់នៃតុលាការកំពូលនៃប្រទេសរុស្ស៊ីទៀតផងដើម្បីតវ៉ាប្រឆាំងនឹងការដាក់ច្បាប់មិនអោយអ្នកនយោបាយប្រឆាំងមួយចំនួនមិនអោយឈរឈ្មោះប្រកួតប្រជែងការបោះឆ្នោតសមាជិកសភានៅខែក្រោយនេះដែលក្រុមយុវជនទាំងនោះប្រកាសថាវាជាចេតនារបស់របបលោកវ្លាឌីមៀពូទីនដើម្បីរាំងខ្ទប់មិនអោយមានចលនាដោយសេរីនៅក្នុងការប្រកួតប្រជែងសិលឹកឆ្នោតរបស់ប្រជាជននោះទីក្រុមយុវជនបានលើកឡើងថារបបរបស់លោកពូទីនកំពុងប្រើប្រាស់តុលាការដើម្បីរារាំងចលនាសេរីភាពនយោបាយនៅក្នុងទីក្រុងមូស្គូនិងទូទាំងប្រទេសហើយកាត់បន្ថយសេរីភាពនយោបាយដើម្បីឲ្យបករបស់ខ្លួនបេក្ខជនសមាជិកសភារបស់ខ្លួនមានសិទ្ធិឃោសនានយោបាយហើយដណ្ដើមអំណាចដោយគ្មានគូប្រកួតច្បាស់លាស់ការតវ៉ារបស់ក្រុមយុវជននោះបានធ្វើឡើងបន្ទាប់ពីការចេញបំរាមមួយរបស់តុលាការនៃប្រទេសរុស្ស៊ីដែលហាមមិនអោយគណៈបកនយោបាយទាំងឡាយណាដែលប្រឆាំងសង្គ្រាមរបស់លោកពូទីនមិនអនុញ្ញាតឲ្យចូលរួមឃោសនារកសម្លេងឆ្នោតនៅក្នុងការបោះឆ្នោតសភានៅខែក្រោយនោះទីបន្ថែមលើនេះកម្លាំងសន្តិសុខសហព័ន្ធក៏ផ្ដើមរឹតបន្តឹងសេរីភាពរបស់ប្រជាជននិងតាមខ្លំមើលសកម្មភាពរបស់ក្រុមនយោបាយបកប្រឆាំងដើម្បីរាំងខ្ទប់ការធ្វើចលនានយោបាយណាមួយដែលចាត់ទុកថាជាការបង្កអសន្តិសុខនៅក្នុងតំបន់ក្រុមវិទ្យាសាស្ត្រសិក្សានយោបាយនិងកិច្ចការយោធាអូស៊ីនពិភាក្សាឃើញទៀតថាការដែលរបបលោកពូទីនដាក់ផែនការបង្ក្រាបអ្នកនយោបាយប្រឆាំងមិនអោយលេចមុខលេចមាត់ក្នុងការឃោសនាបោះឆ្នោតនិងប្រជែងរកអាសនៈសភានៅពេលខាងមុខនោះបាននាំឲ្យយុវជនផ្ទុះការតវ៉ានៅពេលនេះគឺពួកគេបង្ហាញពីសិទ្ធិសេរីភាពមួយដែលពួកគេត្រូវជ្រើសរើសតំណាងរបស់ខ្លួនដោយផ្អែកទៅលើការមើលឃើញរបស់ពួកគេថាតើអ្នកនយោបាយណាបកនយោបាយណាដែលនឹងត្រូវចូលទៅអង្គុយនៅអាសនៈរបស់សភាដូចម៉ានៃប្រទេសរុស្ស៊ីជាមួយគ្នានេះយុវជនដែលដើរលើកំណាត់ផ្លូវនៅទីក្រុងមូស្គូតវ៉ាប្រឆាំងនឹងរបបលោកពូទីនដែលដាក់កម្រិតបិទបាំងសិទ្ធិនយោបាយក្រុមប្រឆាំងក្នុងការបោះឆ្នោតសភាខាងមុខនេះពួកគេបានប្រកាសថាស្ថានភាពសង្គមនៅពេលនេះច្របូកច្របល់ហើយការរឹតបន្តឹងសេរីភាពមានគ្រប់យ៉ាងទាំងអស់ទាំងសេរីភាពរួមគំនិតគ្នាប្រមូលផ្ដុំសេរីភាពនៃការ
បញ្ចេញមតិនៅលើបណ្ដាញសង្គមក៏ត្រូវបានរដ្ឋបတ်យ៉ាងខ្លាំងតើនៅពេលនេះទីក្រុងមូស្គូស័ក្តិសមខ្លាយជាប្រភពបើកចំហនៃសេរីភាពរបស់ប្រជាជនដែលរីទីពួកគេលើកឡើងថាជាក់ស្ដែងអ្នកនយោបាយបកប្រឆាំងម្នាក់គឺលោក Boris Nadezhdin ត្រូវបានហាមឃាត់ចូលឈ្មោះការបោះឆ្នោតសម្រាប់ការបោះឆ្នោតសភាខែក្រោយនេះយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Telegraph ដឹងថាកាលពីខែកក្កដាបរិះរូបនេះត្រូវបានកងសន្តិសុខរបស់សហព័ន្ធរុស្ស៊ីចាត់ទុកថាជាភ្នាក់ងារបរទេសដែលនាំឲ្យមានវិធានការច្បាប់ប្រឆាំងនឹងអ្នកនយោបាយរូបនេះមិនតែប៉ុណ្ណោះអ្នកនយោបាយរូបនេះត្រូវបានអាជ្ញាធរទីក្រុងមូស្គូចោទទៀតថាបានប្រើរូបភាពនៃរូបថតរបស់ Alexei Navalny អ្នកនយោបាយបកប្រឆាំងដ៏ល្បីល្បាញដែលស្លាប់បាត់បង់ជីវិតនោះដើម្បីបង្កឲ្យមានការបះបោរបង្កអស្ថិរភាពនៅក្នុងទីក្រុងមូស្គូការលើកផ្ទាំងបដារូបថតមេបកប្រឆាំងដ៏ល្បីល្បាញបំផុតAlexei Navalny គឺសកម្មភាពនេះត្រូវបានរបបដឹកនាំនៅទីក្រុងមូស្គូបច្ចុប្បន្នបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងហើយចាត់ទុកថាជារឿងដែលត្រូវហាមឃាត់ដាច់ខាតការប្រើប្រាស់រូបភាពរបស់ Alexei Navalny ក្នុងសកម្មភាពធ្វើនយោបាយបើយោងតាមសារព័ត៌មាន Telegraph ដដែលនេះបានឲ្យដឹងថាប្រជាជនរុស្ស៊ីនៅទីក្រុងមូស្គូនិងទីក្រុងផ្សេងៗទៀតកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគណបក Yabloko របស់លោក Boris Nadezhdin ដែលត្រូវបានហាមមិនឲ្យប្រឡូកក្នុងនយោបាយដែលគណបកនេះគឺជាកម្លាំងនយោបាយតែមួយគត់នៅក្នុងសហព័ន្ធរុស្ស៊ីប្រឆាំងនឹងសង្គ្រាមរបស់លោកពូទីនកាសែតTelegraph ចុះផ្សាយទៀតថាគណៈបកនេះកំពុងត្រូវបានតុលាការរបស់ប្រទេសរុស្ស៊ីចេញបំរាមមិនឲ្យធ្វើសកម្មភាពនយោបាយនោះទេយ៉ាងហោចណាស់គេរកឃើញបេក្ខជននយោបាយក្រុមប្រឆាំងដែលមាននិន្នាការប្រឆាំងនឹងសង្គ្រាមរបស់លោកពូទីនយ៉ាងតិច23នាក់មកពីគណៈបក Yabloko ហាមមិនឲ្យចូលឈ្មោះនៅក្នុងការបោះឆ្នោតសភានៅខាងមុខនេះទេករណីជាច្រើនរបស់គណៈបកនេះត្រូវបានលើកឡើងថាក្រុមនេះជាប់ពាក់ព័ន្ធនឹងគណៈបករបស់មេបកប្រឆាំងដែលស្លាប់បាត់បង់ជីវិតទៅហើយនោះគឺ Alexei Navalny ហើយគណៈបកនេះនិងអ្នកនយោបាយដែលត្រូវបានហាមមិនឲ្យចូលឈ្មោះបោះឆ្នោតនោះពួកគេសិតតែធ្វើសកម្មភាពបែបជ្រុលនិយមប្រឆាំងនឹងជាតិសាសន៍ខ្លួនឯងក្រៅពីនេះទៀតអាជ្ញាធរទីក្រុងមូស្គូកំពុងតែតាមដាននិងដាក់ទណ្ឌកម្មទៅលើអ្នកនយោបាយមួយចំនួនដែលពួកគេបានបង្ហោះសាររិះគន់សង្គ្រាមរបស់លោកពូទីននៅលើបណ្ដាញសង្គម Instagram និង Facebook ដែលត្រូវបានអាជ្ញាធរទីក្រុងមូស្គូហាមមិនឲ្យធ្វើការបញ្ចេញមតិនៅលើបណ្ដាញសង្គមទាំងពីរនេះទេស្ថានភាពនេះហើយដែលត្រូវគេមើលឃើញថាជាសញ្ញានៃការបិទចំហលំហនយោបាយនៅក្នុងប្រទេសរុស្ស៊ីការពីថ្មីនេះវាមានកម្លាំងប្រកាសថាខ្លួនគេអាចទទួលយកបានវត្តមានរបស់ក្រុមប្រឆាំងបើទោះជាប្រឆាំងសង្គ្រាមនឹងរបបរបស់លោកពូទីនក៏ដោយនោះតែទទួលយកបានតែក្នុងកម្រិតណាមួយតែប៉ុណ្ណោះឥឡូវនេះខណៈដែលការបោះឆ្នោតនឹងកំពុងជិតចូលមកដល់សកម្មភាពនយោបាយក្រុមប្រឆាំងរដ្ឋបတ်យ៉ាងខ្លាំងជាពិសេសគឺគណៈបក Yabloko របស់អ្នកនយោបាយ Boris Nadezhdin ដែលត្រូវហាមចូលឈ្មោះសមាជិកសភានៅក្នុងការបោះឆ្នោតខាងមុខនេះអ្នកសង្កេតការមើលឃើញថាអាជ្ញាធររបស់របបទីក្រុងមូស្គូនៃរដ្ឋាភិបាលប្រធានាធិបតីVladimir Putin កំពុងតែបាត់បង់ភាពអត់ឱនចំពោះមតិផ្ទុយនិងរបបដឹកនាំរបស់ខ្លួនហើយនៅពេលនេះដូច្នេះហើយបានជាគេកាត់សម្គាល់ឃើញថាលោក Vladimir Putin កាន់តែពង្រឹងស្ថាប័នសន្តិសុខជាតិរបស់គាត់ដើម្បីប្រឆាំងនឹងចលនានយោបាយណាមួយដែលមើលឃើញថាជារូបភាពប្រឆាំងនឹងសង្គ្រាមរបស់គាត់ហើយជារូបភាពដែលអាចទាញទម្លាក់ប្រជាប្រិយភាពរបស់គណៈបករូបរួមរបស់លោក Vladimir Putin ឲ្យកាន់តែចុះស្រុតថែមទៀតគណៈដែលការស្ទង់មតិបានបង្ហាញថាប្រជាជនរុស្ស៊ីនៅទីក្រុងមូស្គូក្តីនិងទីក្រុងផ្សេងៗទៀតក្តីបានទម្លាក់ចុះនឹងការគ្រប់គ្រងទៅលើគណៈបករបស់លោក Putin នេះគឺធ្លាក់ក្រោម 50% ហើយនៅពេលនេះនៅពេលដែលចលនាប្រឆាំងសង្គ្រាមរបស់លោក Putin កាន់តែផុសផុលថែមទៀតនោះគណៈបករូបរួមរបស់លោក Putin អាចនឹងរកអាសនៈមិនបានច្រើននៅក្នុងសភានោះទីហើយចំមិនចង់បែរជាការបោះឆ្នោតនោះសម្លេងឆ្នោតធ្លាក់ទៅលើក្រុមគណៈបកប្រឆាំងវានឹងធ្វើឲ្យរាំងខ្ទប់ចលនាណាមួយរបស់លោក Putin
ដែលកំពុងធ្វើសង្គ្រាមវាយលុកចូលប្រទេសអ៊ុយក្រែនហើយរកទីបញ្ចប់មិត្តឃើញនេះជាមួយគ្នានេះក៏មានសេចក្តីរាយការណ៍មួយឲ្យដឹងថាលោក Vladimir Putin ក៏កំពុងរារាំងដៃស្ដាំរបស់លោកមួយចំនួនដែលធ្លាប់ជាមន្ត្រីជាន់ខ្ពស់របស់លោកមិនឲ្យបង្ហាញទស្សនៈផ្ទុយនឹងរូបលោកនោះទីក្នុងការធ្វើចលនាសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនគេសង្កេតឃើញអតីតរដ្ឋមន្ត្រីការពារជាតិនៃប្រទេសរុស្ស៊ី Sergei Zayskui ជាដើមសត្វតែជាមុខសញ្ញាដែលលោកពូទីនដាក់ឲ្យតាមដានបរិសុទ្ធនេះយ៉ាងខ្លាំងគឺប្រឆាំងនឹងបរិសុទ្ធនេះខ្លាចអតីតរដ្ឋមន្ត្រីការពារជាតិរូបនេះប្រកាសរៀបចំចលនានយោបាយថ្មីមួយប្រឆាំងនឹងរូបលោក John Bolton អតីតទីប្រឹក្សាដ៏កម្ពុជានៃសន្តិសុខជាតិសហរដ្ឋអាមេរិកមើលឃើញថាអតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergei Zayskui គឺជាមនុស្សដៃស្ដាំរបស់លោកពូទីនដ៏មានឥទ្ធិពលនេះបើគាត់រីនិន្នាការនយោបាយមិននៅជាមួយលោកពូទីនគាត់ប្រឈមមុខកាន់តែគ្រោះថ្នាក់ជាមួយនឹងកម្លាំងសន្តិសុខដៃស្ដាំរបស់លោកពូទីនអាចនឹងធ្វើចលនាសកម្មភាពណាមួយទៅលើរូបលោកបើតាមលោក John Bolton អតីតទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកគឺលោកអតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergei Zayskui ពិតជាមានមហិច្ឆតាចង់បង្កើតនយោបាយមួយចេញពីគណៈបករូបរមរបស់លោកពូទីនប៉ុន្តែនៅក្នុងនោះក៏គឺរកឃើញអាដាមសេនីយ៍មួយចំនួននៅក្នុងសេនាធិការកងទ័ពរុស្ស៊ីអាចនឹងប្រកាសធ្វើនយោបាយជាមួយនឹងអតីតរដ្ឋមន្ត្រីការពារជាតិរូបនេះបើតាមលោក John Bolton គេសង្ស័យថានាយសេនាធិការកងទ័ពរុស្ស៊ីអាដាមសេនីយ៍ Valery Gerasimov អាចជាអ្នកនយោបាយទៅថ្ងៃអនាគតហើយបើលោក Sergei Zayskui បង្កើតបកនយោបាយថ្មីមួយនោះគឺនាយសេនាធិការកងទ័ពរុស្ស៊ីរូបនេះអាដាមសេនីយ៍រូបនេះអាចនឹងមានឈ្មោះនៅក្នុងគណៈបករបស់លោក Sergei Zayskui សូមជម្រាបថាការបោះឆ្នោតសមាជិកសភានៃប្រទេសរុស្ស៊ីត្រូវប្រព្រឹត្តទៅនៅថ្ងៃទី18ដល់ថ្ងៃទី20ខែកញ្ញាឆ្នាំ2026នេះសភានៃប្រទេសសហព័ន្ធរុស្ស៊ីនេះមាន450អាសនៈ